ដល់ទៅ50000ជាង76000នាក់ដល់អញ្ចឹងគាត់ថាសមាជិកខ្លះគាត់ជាអ្នកថាមានសន្តានចិត្តប្រមាណដូចជាឃើញថាទូរពុទ្ធជនណាដែលថាមានការស្អីដែលថាគាត់ពិបាកមានការអីចឹងទៅព្រោះនាំគ្នាឯកច្ឆ័ន្ទខ្ញុំជាអ្នកបំផុសចលនានៃថាសប្បុរសអញ្ចឹងក៏បានខាងបងក៏មានធីកម្មធីទៅព្រះអង្គលោកគង់មកពីខេត្តពិចេះកាលអត់កៅក៏ព្រះអង្គមានទឹកបតីណាបាននាំមកជាមួយគ្នាជុំគ្នាមកដល់ផ្ដល់អំណោយទៅតាក់ស៊ីអ្នកកំ ប្លែងតារាល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាយើងណាដល់ឃើញគាត់មានឮថាគាត់មានជំងឺឈឺធ្ងន់ដោយមិនទាន់បានណាគឺហៅពើបានព្រមនឹងពីវនេះអញ្ចឹងខាងខ្ញុំក៏មានថាក្រុមប្រតិកម្មប្រកាសហ្នឹងក៏បាននាំអំណោយដែលជាគ្រឿងថាឧបភោគបរិភោគមួយចំនួនមានត្រីស្គូស្កនប៉ាំងត្រីខក៏មីយកមកជួយដល់ផ្ទាល់ដល់ថាលោកតាក់ស៊ីដើម្បីថាជាការនៃចែករំលែកថាសិល្បៈដោយថាសម្ដេចរាជយោលោកតែមានប្រសាសន៍ណាថាសិល្បៈនៃការចែករំលែកទូថាអ្នកដឹកនាំនៃការលោកលវលទៅអីទៅលោកបានជ្រាបដឹងរឿងពេកកុកតែខាងយើងនេះយើងនៅក្រោមនេះយើងក៏បានមើលខាងក្រោមរះខាងក្រោមនៅយើងជួយចំណុចណាមិនដឹងដល់ថាអ្នកលើអ្នកពូទេគាត់រវល់ទេយើងធ្វើគ្នាយើងយើងរួមគ្នាធ្វើដើម្បីសង្គមនិយាយថាការងារសង្គមបាទអូនចង់ដឹងថាអំណោយដែលបងប្អូននាំមកនោះមានអីខ្លះទីចំនួនប៉ុន្មានទឹកប្រាក់ទីចំនួនប៉ុន្មានបាទអំណោយដែលយើងនាំមកនោះមានត្រីខពីកំប៉ុងពីយួរនំប៉័ង10ដើមហើយមីយើងពីកេះទឹកសុទ្ធពីតាមកេះទឹកត្រីមួយយួរហើយទឹកស្គីវមួយយួរអង្គ50គីឡូដោះគោឆៅមួយយួរហើយនឹងដោះគោផ្អែម2យួរហើយនឹងធុងទឹកសុទ្ធចំណុះ20លីត្រមួយធុងដើម្បីទុកឲ្យគាត់ប្រើប្រាស់ទៅអស់ទៅយើងអាចដោះដូរធុងបានបាទចំនួនទឹកប្រាក់យើងបានសរុបទៅយកមកធ្វើជូនគាត់គឺចំនួន450,000រៀល45,000រៀលទៅខាងណាក្នុងដែលចូលបាទភាគច្រើនគឺយើងបានមកពីសប្បុរសជនដែលនៅក្នុង website Facebook ណាបាទមានខាង CN News ហើយនឹងកញ្ញាលីណាដែលតាក់ចិត្តហ្នឹងហើយនឹងសប្បុរសជនមួយចំនួនទៀតដែលបានគាត់បានមានទឹកចិត្តណាចូលរួមឧបត្ថម្ភតែជួយគ្រប់គ្រងរាល់សកម្មភាពជួយសង្គមសូមអរគុណបាទបាទ